នៅភូកលាឋានអាគីហ៊ីរ៉ូកាតូការប្រកួតចាប់ផ្ដើមម៉ោង6 គាត់អាជ្ញាកណ្ដាលលោកជូវិសាលការប្រកួតចាប់ផ្ដើមភ្លាមទាត់ប្រហើមួយជើងពីក្រុមអង្គរ Tiger តួមករាគ្រប់គ្រងបាល់តួមករាអូសបាល់កាត់កីឡាករជាសុងមេងហើយក៏កាត់ចូលមកតែចេញពីខ្សែការពារ Matthias Martin ឱកាសរបស់ក្រុមនាការវើលអូសនៅមុខទីក៏ប៉ុន្តែត្រូវឆក់បានមកវិញពីតាការ៉ាបញ្ជូនបាល់ចេញហើយផុតអ្នកចាំទីយីប៊ុនហេងហើយបាទកីឡាករបាទក្រុមមិត្តរួមក្រុមរបស់គេ Michelin ក៏ទាត់បញ្ចូលទីបានសម្រេចទូចស្រោតកន្លែងនេះបាទគាត់លើកមកផុតលោតមកផុតពីការបញ្ជូនបាល់របស់កីឡាករតាការ៉ា Michelin ទាត់បញ្ចូលទីគ្រប់នាំមុខនៅនាទីទី21ឲ្យក្រុមទាត់ចេញពីអ្នកចាំទីយីប៊ុនហេងបាល់នេះក៏ធ្លាក់មកដល់ Koulibaly Abdel Kader តួមករាកាត់ចេញ Michelin បែកខ្លួន Michelin បន្ថែមគ្រាប់ទី2របស់ខ្លួននៅនាទីទី25រូបភាពបញ្ជាក់កន្លែងដែលតួមករាកាត់បាល់ល្អឥតខ្ចោះឲ្យមិត្តរួមក្រុម Michelin បន្ទាត់បញ្ចូលទីគ្រាប់ទី2នៅនាទីទី25បាទ2-0ត្រឹម25នាទីឱកាសទៅបន្តទៀត Koulibaly កាត់បាល់ចេញឲ្យមិត្តរួមក្រុមកាត់ចូលមកបាទក៏មិនបានសម្រេចនោះទេបាទទប់បាល់បន្តទៀតពីតួមករាកាត់បាល់ចេញហើយកន្លែងនេះឱកាសរបស់ Michelin បាទ Michelin អូចូលក្នុងប្រអប់ហើយក៏បញ្ជូនបាល់ចេញយ៉ាងល្អកីឡាករ Takara Matsutani បន្ថែមគ្រាប់ទី3នៅនាទីទី45បូក3ឲ្យក្រុមនាំមុខ3-0នៅក្នុងវគ្គទី1បាទចូលវគ្គទី2 Tiger មានគ្រាប់បាល់ 3-0 ក៏ពិតមែនក៏ប៉ុន្តែមិនបោះបង់ការប្រយុទ្ធទេផ្ទុយទៅវិញកន្លែងនេះប៊ីសបានមកគ្រាប់ទៀតពីកីឡាករបាទ Matsutani Takara នាការព្យាយាមវាយបកទៅវិញដែរកន្លែងនេះតែតម្លាក់ពី Matthias Martin បាទទល់មុខទីកីឡាករ Tiger ព្យាយាមឱកាសរបស់ Wederson បាទ Wederson អូសចូល Wederson កាត់ចូលមកទាត់ចេញមិនត្រូវទៀតពីកីឡាករ Minagawa ជឿណាចារព្យាយាមបន្ថែមដែរក៏ប៉ុន្តែគ្មានគ្រាប់បាល់ទេឱកាសជាថ្មីទប់បាល់បាទចេញពីកីឡាករ Mark Ache Kurita ខ្លីពី Aranda បាល់នេះហើរឡើងលើរូបភាពបន្តទៀតឱកាសរបស់ Aranda ដែលទាត់មកជើងមកប៉ះអ្នកចាំទី Matthias Martin ក៏ទប់បាល់បានល្អទៀតបាទបញ្ជូនបាល់ចេញបន្តឱកាសជាថ្មី Michelin គ្រប់គ្រងបាល់ Michelin បញ្ជូនបាល់ចេញមកកន្លែងនេះទមមករាទាត់បញ្ចូលទីបានសម្រេចគ្រាប់ទី4ឲ្យក្រុមបាទនៅនាទីទី78បាទជឿណាចារនៅក្នុងហ្គោលដែរហើយទាត់អត់ត្រូវបាល់នេះក៏ធ្លាក់ចូលតែម្ដងបាទ 4-0 ត្រឹមនាទីទី78បាទរូបភាពបញ្ជាក់ឡើងវិញបន្តនៃឱកាសល្អរបស់ក្រុមអង្គរ Tiger ក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងទៀតទេផ្ទុយទៅវិញជិតចប់ការប្រកួតទៅហើយនៅនាទីបន្ទាប់កីឡាករ Wederson មានឱកាសប៊ីសរកគ្រាប់បាល់បានឱកាសរបស់ Wederson អូសចូលក្នុងប្រអប់ Wederson អូសបន្តកឹប1-2ទាត់មកជើងមិនចំគោលដៅទៀត Wederson ការប៉ុនប៉ងរបស់នាការម្ដងហើយម្ដងទៀតបាទនៅចុងម៉ោងនាទីទី90+6ជឿនណាចាអូសបាល់ទាត់មកជើងចូលសម្រេចឲ្យក្រុមរបស់គេកាត់បន្ថយគម្លាតនាំមុខត្រឹម4-1ចប់ការប្រកួត